នាវាពិឃាតអាមេរិកចាក់ចេញពីច្រកសមុទ្រហោរមូសបន្ទាប់ពីការវាយប្រហារយ៉ាងខ្លាំងពីអ៊ីរ៉ង់នាវាពិឃាតអាមេរិក3គ្រឿងគឺ Destruction, S. Mason និង S. Rafael Peralta បានរួចផុតពីការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់ជុំទី2នៅថ្ងៃប្រហ័សនេះមុនពេលធ្វើដំណើរឆ្លងកាត់ពីច្រកសមុទ្រហោរមូសទៅកាន់ឈូងសមុទ្រអូម៉ង់ដោយបន្សល់ទុកឈូងសមុទ្រពេលនៅពីក្រោយនាវាចម្បាំងបានប្រឈមមុខនឹងការវាយប្រហារសម្របសម្រួលជាមួយមីស៊ីលយន្តហោះគ្មានមនុស្សបើកនិងទូកវាយប្រហារលឿនរបស់កងឆ្មាំបដិវត្តន៍ដែលបានធ្វើសម្យុទ្ធចិត្តគ្រប់គ្រាន់ដែលនាវាពិឃាតបានបើកការបាញ់ប្រហារដើម្បីរក្សាពួកគេឲ្យនៅស្ងៀមការពារជាស្រទាប់ដែលគ្រប់គ្រងដោយទ្រព្យសម្បត្តិផ្លូវអាកាសបានរារាំងគ្រប់ប្លង់ណាមួយមិនឲ្យវាយប្រហារនាវាទាំងនោះបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកបានឆ្លើយតបជាមួយនឹងការវាយប្រហារគេការពារខ្លួនក៏ប្រឆាំងនឹងទីតាំងរបស់អ៊ីរ៉ង់ដោយវាយប្រហារទីតាំងបាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកមជ្ឈមណ្ឌលបញ្ជានិងត្រួតពិនិត្យនិងចំណុចស៊ើបការសម្ងាត់មន្ទីរបញ្ចកោណបាននិយាយថាខ្លួនមិនស្វែងរកការកើនឡើងទេប៉ុន្តែនៅតែខិតត្រៀមខ្លួនការពារកងកម្លាំងអាមេរិកចលនានេះបើកការអានពីទាំងទីក្រុងវ៉ាស៊ីនតោនកំពុងដកថយពីចំណុចក្តៅគប់ភ្លាមដើម្បីផ្ដល់កន្លែងសម្រាប់ការចរចាសន្តិភាពដែលកំពុងបន្តឬខ្លួនកំពុងផ្លាស់ប្ដូរទីតាំងមុនប្រតិបត្តិការធំជាងច្រកសមុទ្រនេះនៅតែបិទសម្រាប់ចរាចរណ៍ពាណិជ្ជកម្មដោយមានកប៉ាល់ប្រហែល1,500គ្រឿងជាប់នៅខាងក្នុងឈូងសមុទ្រពេចង់តាមដានព័ត៌មានថ្មីបន្តទៀតសូមបងប្អូនជួយចុច Like Share និងចុច Subscribe ម្នាក់មួយផងសូមអរគុណ